បាទសូមគោរពនឹងជំរាបសួរដល់បងប្អូនទាំងអស់គ្នាបាទថ្ងៃនេះយើងខ្ញុំក៏បានដកស្រង់ទៅនឹងអត្ថបទសុខភាពមួយទៀតបងប្អូនដើម្បីជាការចែករំលែកទៅដល់បងប្អូនឲ្យបានដឹងបន្ថែមទៀតនោះគឺផ្កាខាត់ណាពណ៌ខៀវនិងពណ៌សបាទក៏សម្បូរទៅដោយសារជាតិចិញ្ចឹមជាច្រើនប្រភេទជួយដល់រាងកាយបាទចំពោះខាត់ណានេះអញ្ចឹងបងប្អូនយើងស្គាល់ហើយបងប្អូនណាហើយក៏នៅលើទីផ្សារក៏មានច្រើនហើយបងប្អូនខ្លះក៏គាត់ដាំដុះបានទៀតផងចំពោះបន្លែមួយប្រភេទនេះហើយអត្ថបទនេះដែរយើងខ្ញុំក៏បានដកស្រង់ចេញពីកាសែតកម្ពុជាថ្មីបាទដើម្បីជាការចែករំលែកបន្តទៅដល់បងប្អូនឲ្យបានដឹងបាទហើយដូច្នេះសូមបងប្អូនទាំងអស់គ្នាមកតាមដានស្ដាប់ជាមួយនឹងយើងខ្ញុំតែម្ដងបាទផ្កាខាត់ណាខៀវនិងសគឺជាបន្លែដែលងាយស្រួលនៅក្នុងការទទួលទាននិងជាមុខម្ហូបសាមញ្ញមួយអាចធ្វើអាហារបានច្រើនប្រភេទក្រៅពីនេះខាត់ណាសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនមុខជួយក្នុងការសម្រកទម្ងន់សម្រាប់មនុស្សស្រីចំណុចទី1សម្បូរទៅដោយសារធាតុចិញ្ចឹមវាមានកាឡូរីទាបហើយសម្បូរទៅដោយវីតាមីនជាតិសរសៃនិងសមាសធាតុផ្សេងៗដែលល្អសម្រាប់រាងកាយខាត់ណាបង្កើតសមាសធាតុរាងកាយឲ្យមានតុល្យភាពល្អនិងសម្បូរទៅដោយសារធាតុចិញ្ចឹមជាច្រើនដូចជាវីតាមីន C វីតាមីន K វីតាមីន B6 folate អាស៊ីតផេនតូថេនិកប៉ូតាស្យូមម៉ង់កាណេសម៉ាញ៉េស្យូមផូស្វ័រដែលបំពេញនៅសារធាតុចិញ្ចឹមដែលត្រូវការដោយខ្លួនឯងចំណុចទី2សម្បូរទៅដោយជាតិសរសៃបន្លែនេះមានជាតិសរសៃដែលធ្វើឲ្យសុខភាពប្រព័ន្ធរំលាយអាហារល្អប្រសើរដោយសារតែសមាសធាតុសរសៃនេះវាជួយកាត់បន្ថយកត្តាហានិភ័យនៃរាងកាយដែលទទួលរងពីជំងឺរ៉ាំរ៉ៃដូចជាជំងឺទឹកនោមផ្អែមជំងឺលើសឈាមនិងដំបៅចំណុចទី3សារធាតុប្រឆាំងអុកស៊ីតកម្មចង់ប្រឆាំងនឹងរ៉ាឌីកាល់ដែលបង្កគ្រោះថ្នាក់ឬសារពាង្គកាយដែលបង្កគ្រោះថ្នាក់នៅក្នុងខ្លួនគឺគ្មានអ្វីប្រសើរជាងការញ៉ាំអាហារដែលមានសារធាតុប្រឆាំងអុកស៊ីតកម្មឡើយតួយ៉ាងខាត់ណាគឺល្អប្រសើរខ្លាំងសម្រាប់ប្រឆាំងអុកស៊ីតកម្មចំណុចទី4ល្អនៅក្នុងការសម្រកទម្ងន់ខាត់ណានឹងជួយឲ្យរាងកាយយើងទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ហើយដំណើរការបានល្អដោយមិនចាំបាច់បារម្ភអំពីកាឡូរីឬខ្លាញ់ដែលអាចកកកុញនៅក្នុងខ្លួនទេចំណុចទី5សម្បូរទៅដោយសារធាតុកូលីនសមាសធាតុដែលគេហៅថាកូលីនត្រូវបានរកឃើញនៅក្នុងផ្កាខាត់ណាភាគច្រើនជាសមាសធាតុមួយនៃរាងកាយមនុស្សជាច្រើនខ្វះនេះពិតជាជួយក្នុងការថែរក្សាភ្នាសកោសិកាជួយបំប្លែងសារជាតិឲ្យបានត្រឹមត្រូវជួយដល់ប្រព័ន្ធសរសៃប្រសាទនិងជួយអភិវឌ្ឍខួរក្បាលចំណុចទី6ជួយបន្ថយហានិភ័យនៃជំងឺមហារីកបន្លែនេះសម្បូរទៅដោយសារធាតុស៊ុលហ្វូរ៉ាហ្វានដែលជាសមាសធាតុចម្បងធ្លាប់ជាប្រធានបទនៃការសិក្សាអស់មួយរយៈដោយសារឥទ្ធិពលវិជ្ជមានរបស់វានៅក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកវាជួយកាត់បន្ថយការលូតលាស់ឬគុណនៃកោសិកាមហារីកនៅក្នុងខ្លួនហើយក៏ជួយកាត់បន្ថយការលូតលាស់នៃសាច់ដុំណាមួយដែលមាននៅក្នុងខ្លួនផងដែរចំណុចទី7ជំនួយស្គ្រាប់ធញ្ញជាតិនិងរុក្ខជាតិនេះជាហេតុផលដ៏អស្ចារ្យមួយទៀតជាពិសេសសម្រាប់អ្នកដែលចង់រក្សារបបអាហារដែលមានសុខភាពល្អនិងមានតុល្យភាពបូករួមនឹងការសម្រកទម្ងន់បន្ថែមឬស្ថានភាពមានទម្ងន់ល្អស្រមៃទៅមើលជំនួយឲ្យមានការទទួលយកគ្រាប់ធញ្ញជាតិដែលមានជាតិកាបូនអ៊ីដ្រាតខ្ពស់ហេតុអ្វីមិនមានផ្កាខាត់ណានេះអាចជាហេតុផលមួយដែលអ្នកជំនាញខាងចំណីអាហារជាច្រើនតែងតែងាកទៅរកផ្កាខាត់ណាជំនួសដោយការទទួលទានអាហារដែលមានជាតិកាបូនអ៊ីដ្រាតខ្ពស់បាទអស់លោកស្រីបាទបងប្អូនទាំងអស់គ្នាបាទនេះគឺជា7ចំណុចដែលផ្កាខាត់ណាហ្នឹងគឺសម្បូរទៅដោយសារជាតិចិញ្ចឹមជាច្រើនប្រភេទបាទជួយទៅដល់រាងកាយបាទហើយចំពោះអត្ថបទសុខភាពនេះយើងខ្ញុំក៏បានដកស្រង់ចេញពីកាសែតកម្ពុជាថ្មីបាទដើម្បីជាការចែករំលែកឲ្យបងប្អូនបានដឹងអំពីអត្ថប្រយោជន៍របស់ផ្កាខាត់ណាដោយដែលយើងខ្ញុំជម្រាបជូនទៅដល់បងប្អូនយើងពីខាងដើមហ្នឹងបាទអរគុណហើយអត្ថបទសុខភាពនេះយើងខ្ញុំក៏សូមបញ្ចប់ត្រឹមតែប៉ុណ្នេះហើយមុននឹងបញ្ចប់នេះក៏សូមខន្តីអភ័យទោស
រាល់កំហុសខុសឆ្គងហើយក៏សូមគោរពជូនពរដល់បងប្អូនទាំងអស់គ្នាឲ្យសុខសប្បាយទាំងអស់គ្នាផងដែរគណៈពេលនេះយើងខ្ញុំសូមអរគុណសូមជម្រាបលា